រាល់លុយដែលយើងមិនចំណាយថ្ងៃនេះវាគឺជាខ្យល់ដង្ហើមសម្រាប់ខ្លួនឯងនៅថ្ងៃស្អែកសួស្តីលោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់សួរសំណួរទៅដល់លោកអ្នកបងប្អូនមួយសំណួរត្រង់ថាតើលោកអ្នកបងប្អូនដឹងទេថាខ្លួនកំពុងតែជាប់បំណុលសរុបចំនួនប៉ុន្មានដែរប្រសិនបើខ្ញុំសួរលោកអ្នកបងប្អូនចំនួនពិតប្រាកដឥឡូវនេះតើលោកអ្នកបងប្អូនអាចនិយាយបានភ្លាមដែរឬទេថាជំពាក់បំណុលគេសរុបចំនួនប៉ុន្មានមនុស្សភាគច្រើនគិតថាខ្ញុំជាប់បំណុលតិចតួចទេពួកគេគិតទៀតថាចាំខែក្រោយចាំសរុបមើលថាតើខ្លួនមានបំណុលចំនួនប៉ុន្មានឬពួកគេមិនចង់គិតទេព្រោះធ្វើឲ្យមានភាពតានតឹងនៅក្នុងអារម្មណ៍ប៉ុន្តែអ្វីដែលយើងមិនហ៊ានមើលវានឹងបន្តគ្រប់គ្រងលើជីវិតរបស់យើងខាងក្រោមនេះគឺជាជំហានជាក់ស្ដែងដើម្បីផ្ដាច់ខ្លួនចេញពីបំណុលហើយជំហានទី1ដំបូងគេនោះគឺតាមដានបំណុលដឹងការពិតពីលុយរបស់ខ្លួនឯងបញ្ហាធំដែលមនុស្សជាប់បំណុលមិនដឹងនោះគឺមនុស្សភាគច្រើនជាប់បំណុលមិនមែនព្រោះតែពួកគេមានចំណូលតិចនោះឡើយប៉ុន្តែព្រោះតែពួកគេមិនដឹងអំពីម្ចាស់បំណុលតើជំពាក់អ្នកណាខ្លះចំនួនប្រមាណមិនដឹងអំពីការប្រាក់ប៉ុន្មានភាគរយឲ្យលំអិនបំណុលវាមិនគួរឲ្យខ្លាចនោះទេអ្វីដែលគួរឲ្យខ្លាចគឺមិនដឹងខ្លួនឯងជាប់បំណុលមានមនុស្សមួយចំនួនជាប់បំណុលធនាគារមនុស្សមួយចំនួនទៀតជាប់បំណុលមីក្រូហិរញ្ញវត្ថុជាប់បំណុលជាមួយបងប្អូនមិត្តភ័ក្តិជាប់បំណុលកាតឥណទានជាប់បំណុលទិញរបស់របរឬក៏បង់រំលោះជាដើមប៉ុន្តែពេលសួរថាសរុបទៅចំនួនប្រមាណចម្លើយនោះគឺប្រហែលពាក្យប្រហែលនេះហើយដែលវាគ្រោះថ្នាក់បំផុតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៃការរស់នៅរបស់យើងដើម្បីយើងអាចតាមដានបំណុលជាក់ស្ដែងយើងត្រូវអនុវត្តភ្លាមឥឡូវនេះសូមបងប្អូនធ្វើរឿងមួយជាមួយខ្ញុំយកក្រដាសនិងប៊ិចឬក៏បើកទូរស័ព្ទចូលកន្លែង Note នៅក្នុងទូរស័ព្ទរបស់លោកអ្នកជំហានទី1សូមសរសេរបំណុលទាំងអស់ដោយមិនលាក់លៀមសរសេរទាំងអស់សូម្បីតែបំណុលដែលអ្នកលាក់បាំងជាមួយក្រុមគ្រួសារមិត្តភ័ក្តិឬក៏លាក់បាំងជាមួយបងប្អូនឪពុកម្ដាយក៏ដោយជំពាក់ធនាគារចំនួនប្រមាណជំពាក់មីក្រូហិរញ្ញវត្ថុចំនួនប្រមាណជំពាក់មិត្តភ័ក្តិចំនួនប្រមាណជំពាក់គ្រួសារចំនួនប្រមាណសូមស្មោះត្រង់ 100% ជាមួយខ្លួនឯងជំហានទី2សរសេរលម្អិតចំនួន5ចំណុចសម្រាប់បំណុលមួយសូមសរសេរជំពាក់អ្នកណាចំនួនប៉ុន្មានការប្រាក់ប៉ុន្មានភាគរយប្រាក់ដែលត្រូវបង់ក្នុងមួយខែប៉ុន្មានក្នុងមួយថ្ងៃប៉ុន្មានក្នុងមួយសប្តាហ៍ប៉ុន្មានថ្ងៃកំណត់នៃការបង់ប្រាក់នៅពេលដែលបងប្អូនសរសេររួចបងប្អូននឹងមានអារម្មណ៍ពីរយ៉ាងទី1ភ័យទី2ធូរស្បើយព្រោះដឹងច្បាស់នេះហើយហៅថាការទទួលស្គាល់បំណុលមូលហេតុដែលមនុស្សភាគច្រើនបរាជ័យមនុស្សភាគច្រើនចង់សងបំណុលចង់ផ្លាស់ប្ដូរប៉ុន្តែបរាជ័យព្រោះពួកគេចង់រត់គេចពីបញ្ហាមិនមែនប្រឈមមុខនឹងវានោះទេសូមចងចាំពាក្យមួយឃ្លាថាអ្នកមិនអាចដោះស្រាយបញ្ហាមួយដោយអ្នកមិនទទួលស្គាល់ថាវាជាបញ្ហាដែលអ្នកកំពុងតែមាននោះទេថ្ងៃដែលបងប្អូនសរសេរបំណុលចេញមកនោះគឺជាថ្ងៃដែលបងប្អូនចាប់ផ្ដើមគ្រប់គ្រងវាមិនមែនឲ្យវាគ្រប់គ្រងបងប្អូនទៀតនោះទេការតាមដានជាប្រចាំថ្ងៃគឺសំខាន់បំផុតការតាមដានបំណុលមិនមែនធ្វើតែម្ដងហើយចប់នោះទេបងប្អូនសូមធ្វើបែបនេះពិនិត្យបំណុលមួយដងក្នុងមួយខែកត់ត្រាការបង់ប្រាក់បានចំនួនប្រមាណមើលថាបំណុលណាថយចុះខ្លះមើលថាបំណុលណាកើនឡើងខ្លះពេលបងប្អូនឃើញតួលេខបំណុលថយចុះសូម្បីតែតិចក៏ដោយវានឹងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងក្លាដល់លោកអ្នកបងប្អូនទាំងអស់គ្នាជាមិនខានបងប្អូនទាំងអស់គ្នាសូមកុំអៀនអំពីអតីតកាលហិរញ្ញវត្ថុរបស់លោកអ្នកកុំខ្មាស់អៀនអំពីបំណុលអ្វីដែលសំខាន់គឺការសម្រេចចិត្តនៅថ្ងៃនេះបងប្អូនមិនទាន់បានសងគេអស់មិនអីនោះទេប៉ុន្តែថ្ងៃនេះបងប្អូនដឹងច្បាស់នោះហើយគឺជាជំហានដំបូងឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុចាកចេញពីបំណុលកិច្ចការដែលបងប្អូនបានទស្សនានៅវីដេអូនេះសូមសរសេរបំណុលទាំងអស់នៅថ្ងៃនេះខមមិនខាងក្រោមខ្ញុំចាប់ផ្ដើមហើយជំហានទី2កាត់ចំណាយដោយមិនឈឺចាប់ចំណុចទី1បន្ទាប់ពីលោកអ្នកបងប្អូនបានដឹងអំពីចំនួនពិតប្រាកដអំពីបំណុលរបស់លោកអ្នកជាក់លាក់បានទៅសេវាចុះនៅក្នុងសៀវភៅជំពាក់អ្នកណាខ្លះចំនួនប៉ុន្មានសងពេលណាការប្រាក់ចំនួនប៉ុន្មាននោះបងប្អូនបានធូរស្រាលមួយកម្រិតប៉ុន្តែជំហានទី2នេះពាក់ព័ន្ធទៅនឹងការកាត់បន្ថយចំណាយការកាត់បន្ថយចំណាយដើម្បីសងបំណុលវាមិនងាយស្រួលនោះទេលោកអ្នកនឹងអាចជួបការលំបាកមួយចំនួនប្រសិនបើលោកអ្នកកាត់ចំណាយខុសនោះបណ្ដាលឲ្យអ្នកឈឺចាប់ឬក៏ប៉ះពាល់ក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអ្នកខ្ញុំសូមប្រាប់លោកអ្នកត្រង់ថាបើកាត់ចំណាយហើយឈឺចាប់
ប៉ះពាល់ទៅដល់គ្រួសាររបស់យើងនោះមានន័យថាយើងកាត់បន្ថយការចំណាយរបស់យើងខុសកន្លែងហើយមានន័យថាយើងកាត់បន្ថយចំណាយដែលចាំបាច់មិនមែនកាត់បន្ថយចំណាយដែលវាមិនសូវចាំបាច់នោះទេថ្ងៃនេះខ្ញុំមិនចង់បង្ខំលោកអ្នកបងប្អូនឲ្យមកបង្ហាញអំពីរបៀបកាត់ចំណាយដោយមិនធ្វើឲ្យជីវិតរបស់បងប្អូនរស់នៅប្រសើរជាងមុននោះទេប៉ុន្តែអ្វីដែលខ្ញុំចង់លើកទឹកចិត្តសូមផ្លាស់ប្ដូរផ្នត់គំនិតមុនការកាត់បន្ថយចំណាយបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាពេលឮពាក្យការកាត់បន្ថយចំណាយបងប្អូនអាចនឹងពិចារណាភ្លាមៗថាចង់ឲ្យខ្ញុំកាត់ចំណាយប្រហែលជាខ្ញុំត្រូវកាត់បន្ថយការញ៉ាំត្រូវតែកាត់បន្ថយការដើរលេងសប្បាយកាត់បន្ថយការទិញរបស់របរអ្វីៗទាំងអស់តែការពិតការកាត់បន្ថយចំណាយមិនមែនជាការទ្រាំអត់នោះទេការកាត់បន្ថយចំណាយគឺមានន័យថាឈប់ចំណាយទៅលើអ្វីដែលវាមិនជួយជំនួយដល់ជីវិតរបស់យើងឲ្យដើរទៅមុខបងប្អូនសូមចាំពាក្យមួយឃ្លាថាយើងមិនអាចកាត់សេចក្តីសុខទេយើងកាត់ការខ្ជិះខ្ជាយមកដល់ចំណុចនេះលោកអ្នកបងប្អូនត្រូវរកឲ្យឃើញថាតើចំណាយលួចលាក់របស់បងប្អូនមានអ្វីខ្លះមានន័យថាចំណាយណាមួយដែលបងប្អូនគិតថាវាចាំបាច់តែតាមពិតវាគឺជាចំណាយដែលខ្ជិះខ្ជាយបងប្អូនទាំងអស់គ្នាបញ្ហាមិនមែនចំពោះទៅលើការចំណាយធំៗនោះទេបញ្ហាគឺថាចំណាយតូចៗដែលយើងមិនដឹងខ្លួនឧទាហរណ៍ថាកាហ្វេមួយកែវក្នុងមួយថ្ងៃកំងអាហារដឹកមកដល់ផ្ទះជាញឹកញាប់ឃើញរបស់របរថោកហើយយើងគិតថាចំណាយតិចយើងទិញជាច្រើនដងច្រើនសារហើយក្រឡេកមើលទៅអីវ៉ាន់ទាំងនោះដែលយើងមិនសូវប្រើហើយមិនសូវចាំបាច់ប្រើជាប្រចាំថ្ងៃមួយថ្ងៃមើលទៅតិចទេតែក្នុងមួយខែតែក្នុងមួយឆ្នាំនៅលោកអ្នកបងប្អូននឹងចំណាយច្រើនមែនទែនទៅលើរបស់របរទូចតាចទាំងនោះវាគឺជាលុយដែលយើងអាចសងបំណុលបានតែយើងមិនដឹងថាវាហូរចេញតាំងពីពេលណាថ្ងៃនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនធ្វើរឿងសាមញ្ញមួយមើលទៅលើចំណាយ7ថ្ងៃចុងក្រោយហើយសួរខ្លួនឯងតែមួយសំណួរថាបើខ្ញុំអត់ទិញរបស់ទាំងនេះតើខ្ញុំអាចរស់បានដែរឬទេមកដល់ត្រង់នេះតើយើងត្រូវកាត់បន្ថយការចំណាយបែបណាដែលមិនប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃឬកាត់បន្ថយចំណាយដោយរបៀបណាដោយមិននាំឲ្យមានការឈឺចាប់នេះគឺជាចំណុចសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនការកាត់ចំណាយគឺល្អតែយើងមិនត្រូវកាត់បន្ថយចំណាយទៅលើអ្វីដែលយើងត្រូវការចាំបាច់ជាប្រចាំថ្ងៃនោះទេដូចជាយើងមិនត្រូវកាត់បន្ថយចំណាយក្នុងការអត់អាហារដែលនាំឲ្យប៉ះពាល់ដល់សុខភាពយើងមិនត្រូវកាត់បន្ថយចំណាយនាំឲ្យប៉ះពាល់ទំនាក់ទំនងរវាងគ្រួសារបងប្អូនមិត្តភ័ក្តិរបស់យើងនោះទេយើងមិនត្រូវកាត់បន្ថយចំណាយដែលអត់មានអ្វីដែលធ្វើឲ្យបងប្អូនសប្បាយចិត្តនោះទេអញ្ចឹងបងប្អូនត្រូវតែប្រៀបធៀបហើយគិតឲ្យច្បាស់មុននឹងកាត់បន្ថយចំណាយតែបងប្អូនអ្វីដែលត្រូវធ្វើនោះគឺកាត់បន្ថយអ្វីដែលវាមិនផ្ដល់តម្លៃដល់បងប្អូនដូចជាអ្វីដែលនាំឲ្យប៉ះពាល់ដល់សុខភាពដូចជាការប៉ះពាល់ការសប្បាយរីករាយរបស់បងប្អូនសុភមង្គលនៅក្នុងគ្រួសារកាត់បន្ថយអ្វីដែលមិនធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងទម្លាប់ណាដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់យើងការញ៉ាំស្រាជាប្រចាំការលេងល្បែងជាប្រចាំអញ្ចឹងនោះគឺជាអ្វីដែលប៉ះពាល់នៅក្នុងជីវិតរបស់យើងហើយធ្វើឲ្យជីវិតរបស់យើងមិនរីកចម្រើនកាត់បន្ថយអ្វីដែលគ្រាន់តែយើងទិញតាមអារម្មណ៍ប្រសិនបើរបស់ទាំងនោះយើងទិញតាមអារម្មណ៍ស្រឡាញ់របស់យើងគួរតែពិចារណាឲ្យបានរយៈពេលវែងមុននឹងទិញរបស់ទាំងនោះបងប្អូនអាចនិយាយមកកាន់ខ្លួនឯងថាតាមពិតខ្ញុំមានលទ្ធភាពទិញវាតែខ្ញុំគ្រាន់តែរងចាំមួយរយៈសិនការកាត់បន្ថយការចំណាយស្មើឲ្យការគោរពខ្លួនឯងបងប្អូនទាំងអស់គ្នាការកាត់បន្ថយចំណាយមិនមែនជាការដាក់ទោសខ្លួនឯងនោះទេតែវាជាការគោរពខ្លួនឯងក្នុងពេលអនាគតការពារខ្លួនឯងពីបំណុលថ្មីការប្រាប់ខ្លួនឯងថាខ្ញុំសមនឹងជីវិតដែលល្អជាងនេះរាល់លុយដែលយើងមិនចំណាយថ្ងៃនេះវាគឺជាខ្យល់ដង្ហើមសម្រាប់ខ្លួនឯងនៅថ្ងៃស្អែកបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាការកាត់បន្ថយចំណាយយើងមិនចាំបាច់ធ្វើឲ្យជីវិតរបស់យើងវេទនាជាងមុនឬក៏ឈឺចាប់ជាងមុននេះទេតែវាគ្រាន់តែជាការជ្រើសរើសថ្មីមួយជ្រើសរើសអ្វីដែលសំខាន់ជាងគេជ្រើសរើសអ្វីដែលជាសេរីភាពជ្រើសរើសអ្វីដែលធ្វើឲ្យយើងស្ងប់ចិត្តមានសុភមង្គលផ្លូវចិត្តកិច្ចការដែលខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនធ្វើនៅថ្ងៃនេះជ្រើសរើសចំណាយមួយដែលបងប្អូនអាចកាត់បន្ថយបានមិនចាំបាច់កាត់បន្ថយទាំងអស់ភ្លាមៗនោះទេគ្រាន់តែចាប់ផ្ដើមអំពីចំណុចមួយដែលបងប្អូនគិតថាវាមិនចាំបាច់ប្រសិនបើបងប្អូនជ្រើសរើសរួចហើយសូមខមមិននៅក្រោមវីដេអូនេះខ្ញុំកំពុងរៀនរស់ដោយគ្មានការខ្ជិះខ្ជាយឬក៏សរសេរការកាត់បន្ថយចំណាយមួយដែលបងប្អូនគិតថាវាខ្ជិះខ្ជាយលុយកាក់របស់បងប្អូនប្រសិនបើលោកអ្នកបងប្អូនពេញចិត្តនឹងគិតថាវីដេអូមួយនេះមានប្រយោជន៍ដល់លោកអ្នកបងប្អូនសូមខមមិននៅខាងក្រោមហើយយើងខ្ញុំនឹងបន្តនៅជំហានទី3ទី4ទី5បញ្ចប់នៅប្រធានបទមួយនេះតែខ្ញុំគិតថាជំហានទាំងពីរនៃការផ្ដាច់ខ្លួនចេញពីបំណុលនេះលោកអ្នកបងប្អូនអាចនឹងទទួលបានច្រើនហើយលោកអ្នកបងប្អូននឹងចាប់ផ្ដើមអនុវត្តសិនបន្ទាប់មកប្រសិនបើលោកអ្នកបងប្អូនគិតថា3ចំណុចទៀតរឹតតែសំខាន់សូមលោកអ្នកបងប្អូនខមមិនហើយខ្ញុំនឹងផលិតវីដេអូបន្តទៀតជូនលោកអ្នក
ប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា